គឺជាខ្លឹមសារនៃគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលអធិប្បាយដោយលោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាបឋមខ្ញុំខឹមវាសនាសូមគោរពបងប្អូនលោកតាលោកយាយគ្រប់មួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គសម្ដែងថាការរស់នៅក្នុងប្រទេសមួយដ៏សមគួរគឺជាមង្គលដ៏ឧត្តមប៉ុន្តែបងប្អូនបានពិចារណាឃើញថាតើប្រទេសយ៉ាងម៉េចដែលហៅថាប្រទេសសមគួរនោះដែរឬទេការរស់នៅក្នុងប្រទេសមួយដ៏សមគួរគឺជាមង្គលដ៏ឧត្តមបងប្អូនពិចារណាប្រកបទៅដោយហេតុផលថាតើប្រទេសរបៀបម៉េចដែលអាចផ្ដល់សេចក្តីសុខឲ្យបងប្អូនពីព្រោះព្រះសម្មាសម្ពុទ្ធលោកត្រឹមតែសម្ដែងថាការរស់នៅក្នុងប្រទេសមួយដ៏សមគួរគឺជាមង្គលដ៏ឧត្តមមិនបាច់ស្រោចទឹកមិនបាច់ធ្វើខ្សែកថាទេមិនបាច់សូត្រមន្តយោងប្រគ្រោះទេការរស់នៅក្នុងប្រទេសមួយដ៏សមគួរគឺជាមង្គលដ៏ឧត្តមប៉ុន្តែបងប្អូនពិចារណាឃើញដែរឬទេថាតើប្រទេសយ៉ាងម៉េចដែលជាប្រទេសសមគួរនោះតាមការពិចារណារបស់ពួកយើងដើម្បីឲ្យជីវិតរបស់យើងរស់នៅសុខស្រួលទីមួយគឺប្រទេសដែលមានច្បាប់ហើយច្បាប់នឹងមានតម្លៃអនុវត្តទៅលើមនុស្សគ្រប់គ្នាក្នុងសង្គមដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យមនុស្សទាំងអស់គ្នារស់នៅបានសេចក្តីសុខនេះគឺបញ្ហាអនុវត្តច្បាប់ទី2គឺប្រជាប្រដ្ឋនៃប្រទេសនឹងពោពេញទៅដោយសិលធម៌ចេះចែករំលែកសេចក្តីសុខទុក្ខក្នុងសង្គមរួមរស់នៅដឹងសេចក្តីសុខទុក្ខរបស់គ្នាទៅវិញទៅមករស់នៅស្គាល់កាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជួយកសាងសង្គមរបស់ខ្លួនមានន័យថាជាប្រទេសមួយដែលពោពេញទៅដោយសីលធម៌និងទី3គឺជាប្រទេសដែលពោពេញទៅដោយលោកសម្ភារៈសម្រាប់បម្រើជីវិតរស់នៅប្រចាំថ្ងៃណែយ៉ាងហោចបំផុតប្រទេសមួយដែលជាប្រទេសសមគួរណាត្រូវបំពេញលក្ខខណ្ឌ3យ៉ាងហ្នឹងទី1គឺជាប្រទេសមួយដែលច្បាប់អនុវត្តទៅលើមនុស្សគ្រប់គ្នាទាំងអស់ដើម្បីរៀបចំសណ្ដាប់ធ្នាប់សង្គមនឹងឲ្យមនុស្សទាំងអស់គ្នារស់នៅក្នុងរបៀបរៀបរយមនុស្សល្អច្បាប់អាចការពារបានមនុស្សអាក្រក់ច្បាប់អាចដាក់ទណ្ឌកម្មទៅលើមនុស្សនឹងទោះបីជាអ្នកនឹងជាអ្នកធំប៉ុណ្ណាក៏ដោយជាអ្នកកម្មការងារស្រុកទេសប៉ុណ្ណាក៏ដោយនេះចំណុចទី1ដល់ពេលចំណុចទី2ពលនៅក្នុងប្រទេសនឹងជាពលដែលមានសិលធម៌ស្រឡាញ់គ្នាចេះចែករំលែកសេចក្តីសុខនិងសេចក្តីទុក្ខរវាងគ្នាទៅវិញទៅមកមិនជាប្រជាប្រដ្ឋដែលឆ្លៀតឱកាសទេឲ្យតែបន់ចូលឆ្នាំអីអញ្ចឹងទៅឆ្លៀតឱកាសតម្លើងថ្លៃឡានឆ្លៀតឱកាសទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបានដើម្បីកេងចំណេញក្នុងឱកាសហ្នឹងបងប្អូនមើលប្រជាប្រដ្ឋជប៉ុនមើលទោះបីជាមានព្យុះរលកស៊ូណាមីធំប៉ុណ្ណាក៏ដោយតំណែងជប៉ុនអត់ឡើងថ្លៃទេគេយល់អំពីការចែករំលែកសេចក្តីសុខទុក្ខជាមួយគ្នាជួនគេជួនយើងប៉ុន្តែប្រទេសយើងជាប្រទេសកាន់សាសនាពុទ្ធទៅវត្តសឹងរាល់ថ្ងៃបើលោកយាយលោកតាផងប៉ុន្តែបងប្អូនមើលដួងចិត្តរបស់គាត់មើលនឹងហើយមកពីការព្រានប្រឡៅសាសនាខុសធ្វើឲ្យមនុស្សកើតភាពអាត្មានិយមគេយល់ឃើញថាគេទៅវត្តគេធ្វើបុណ្យរួចហើយសន្សំកុសលរួចហើយអញ្ចឹងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គេចង់ធ្វើអ្វីក៏បានដែរគេឆ្លៀតឱកាសកេងចំណេញលើជាតិរបស់គេទៅវិញទៅមកទីបំផុតរបៀបឆ្លៀតឱកាសកេងប្រវាញ់គ្នាទៅវិញទៅមកមានតែអ្នកដែលមានលទ្ធភាពទេដែលអាចរស់បានស្រួលអញ្ចឹងសង្គមនឹងជាសង្គមដែលអ្នកខ្លាំងឈ្នះអញ្ចឹងធ្វើឲ្យប្រទេសយើងคล้ายទៅជាប្រទេសមិនសមគួរសម្រាប់ជីវិតរស់នៅទេនេះគឺលក្ខខណ្ឌទី2គេនិយាយអំពីសិលធម៌និងលក្ខខណ្ឌទី3គឺលោកសម្ភារៈលោកសម្ភារៈគឺជាធាតុចាំបាច់សម្រាប់ទ្រទ្រង់ជីវិតរស់នៅឲ្យប្រកបជាមួយនឹងសេចក្តីសុខយ៉ាងហោចបំផុតលក្ខខណ្ឌទាំង3នឹងត្រូវមាននៅក្នុងប្រទេសមួយដែលយើងចាត់ទុកថាជាប្រទេសដ៏សមគួរទី1គឺច្បាប់អាចអនុវត្តទៅលើមនុស្សទាំងអស់គ្នាក្នុងសង្គមដើម្បីឲ្យមនុស្សទាំងអស់គ្នារស់នៅក្នុងសណ្ដាប់ធ្នាប់រស់នៅក្នុងរបៀបរៀបរយទី2គឺប្រជាប្រដ្ឋនៃប្រទេសនោះគឺជាពលរដ្ឋដែលមានសិលធម៌ចេះចែករំលែកក្នុងមហាគ្រួសារតែមួយនិងទី3គឺប្រទេសនោះពោពេញទៅដោយលោកសម្ភារៈឥឡូវយើងឆ្លោះបញ្ចាំងក្នុងស្ថានភាពរបស់ប្រទេសយើងទៅវិញបងប្អូនទី1បងប្អូនមើលការអនុវត្តច្បាប់ស
សម្រាប់ប្រជាប្រដ្ឋតូចតាចការអនុវត្តច្បាប់តឹងរឹងបំផុតប្រជាប្រដ្ឋតូចតាចបងប្អូនបើគាត់ធ្វើខុសបើគេតាមទាន់ណាគេដាក់ទណ្ឌកម្មគាត់មកអស់ដៃប៉ុន្តែសម្រាប់អ្នកដែលមានលុយមានខ្សែនិងមានអំណាចគឺរស់នៅក្រៅច្បាប់រហូតច្បាប់មិនអាចធ្វើទណ្ឌកម្មទៅលើមនុស្សអញ្ចឹងបានទេបងប្អូនណាក្នុងផ្ទៃប្រទេសរបស់យើងបើមើលពីចម្ងាយវាហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ប៉ុន្តែនៅគ្រប់ច្រកល្ហកទាំងអស់ទុកបានកើតនៅក្នុងសន្តានចិត្តរបស់ប្រជាប្រដ្ឋដែលដេកកប់នៅតាមផ្ទះនីមួយបងប្អូនស៊ើបសួរពីមួយកន្លែងទៅមួយកន្លែងតើប្រជាប្រដ្ឋខ្មែរមានទុកអ្វីខ្លះទុកមកពីការខ្វះខាតជីវភាពរស់នៅទុកមកពីគ្មានថ្នាំសង្កូវព្យាបាលទុកមកពីអយុត្តិធម៌សង្គមនិងទុកដោយប្រយោលដែលកើតពីការឈ្លានពានរបស់បរទេសទុកពីអសិលធម៌ស្នេហាមិនបរិសុទ្ធមានការបោកប្រាស់ក្នុងទំនាក់ទំនងស្នេហាមានក្មេងស្រីច្រើនណាស់ដែលសម្លាប់ខ្លួនមានក្មេងស្រីច្រើនណាស់ដែលឈឺចិត្តពីព្រោះស្នេហាមិនបរិសុទ្ធសង្គមខ្មែរយើងសិលធម៌ធ្លាក់ខ្លាំងណាស់បើបងប្អូនពិនិត្យមកផ្លែតឃើញតែសាលារៀនមន្ទីរពេទ្យថ្នល់សង់យ៉ាងព្រោងព្រាតជាបន្តបន្ទាប់ហាក់បីដូចជាប្រទេសយើងស្ទុះងើបប៉ុន្តែបងប្អូនត្រូវដឹងទោះបីជាលោកសម្ភារៈមានដល់កម្រិតណាក៏ដោយក៏ដើម្បីទ្រទ្រង់ចិត្តរបស់មនុស្សឲ្យបានសេចក្តីសុខមានលោកសម្ភារៈប៉ុណ្ណាក៏ដោយប៉ុន្តែបើចិត្តមិនសុខគេមិនហៅប្រទេសអភិវឌ្ឍទេពីព្រោះអភិវឌ្ឍគឺដើម្បីសេចក្តីសុខរបស់មនុស្សហើយចុះបើលោកសម្ភារៈកើតជាបន្តបន្ទាប់ប៉ុន្តែមនុស្សអត់បានសេចក្តីសុខសួរតើអភិវឌ្ឍធ្វើអ្វីដូចចម្រៀងស្នេហាគេនិយាយថាម៉េចស៊ូរស់នៅក្នុងខ្ទមណាបងប្អូនឲ្យតែបានសេចក្តីសុខពីព្រោះសុខគឺផ្លូវចិត្តហើយចុះបើវាសុខហើយវាចប់ហើយប៉ុន្តែមិនរស់នៅលើគំនរទ្រព្យសម្បត្តិទេណាប៉ុន្តែទុកជាប្រចាំទេសពថ្ងៃប្រទេសយើងបើមើលមកផ្លែតឃើញការអភិវឌ្ឍព្រមព្រៀងប៉ុន្តែបងប្អូនសង្កេតឲ្យបានជ្រៅចូលទៅក្នុងសង្គមរបស់បងប្អូនទុកបានបង្កប់កណ្ដាលដើមទ្រូងពលរដ្ឋខ្មែរច្រើនណាស់ដែលដេកសំងំនៅតាមផ្ទះការប្រត់ប្រាស់ក្រុមគ្រួសារដោយសារជីវភាពនឹងវាខ្សត់ខ្សោយទៅធ្វើការនៅបរទេសបានលុយតិចតួចជួនកាលមិនបានផ្ញើមកបងប្អូនក្រុមគ្រួសារផងពីព្រោះការចូលទៅប្រទេសគេជួនកាលខុសច្បាប់ធ្វើឲ្យអាជ្ញាធរនៅប្រទេសគេធ្វើបាបកូនចៅម្ដាយឪពុកនៅតាមផ្ទះនេះព្រួយបារម្ភនឹងកូនចៅដេកមិនលក់ទាំងយប់ទាំងថ្ងៃនេះបញ្ហាប្រត់ប្រាស់ក្រុមគ្រួសារដោយសារជីវភាពរបស់យើងខ្សត់ខ្សោយបញ្ហាប៉ុណ្ណឹងហើយមិនទាន់ស្កប់ស្កល់ទៀតអយុត្តិធម៌សង្គមជួនកាលការអភិវឌ្ឍដោយក្រុមហ៊ុនណាមួយមកលើដីប្រជាប្រដ្ឋហ្នឹងទោះបីប្រជាប្រដ្ឋហ្នឹងគាត់បានកាន់កាប់ដីហ្នឹងមានលិខិតស្នាមដែលចេញដោយអាជ្ញាធរស្របច្បាប់ក៏ដោយប៉ុន្តែអាជ្ញាធរគ្មានការទទួលខុសត្រូវទេកុំថាសញ្ញេត្រឹមស្រុកខណ្ឌកុំថាសញ្ញេត្រឹមខេត្តចេញប្លង់រឹងទៀតរដ្ឋអត់ទទួលខុសត្រូវទេពេលដែលគេត្រូវដេញគឺដេញហើយបើជាប្រដ្ឋរស់នៅរងារស់នៅដូចត្រីនៅក្នុងពាងអញ្ចឹងគេប្រោះទុកថ្ងៃណាគេត្រូវស៊ីគឺស៊ីហើយច្បាប់មិនអាចជួយការពារមនុស្សល្អបានទេអយុត្តិធម៌បានមកដល់បងប្អូនស្រែកតហូមានតែលើកដៃឡើងលើទេជួនគេជួនយើងបើស្នាជាយើងគឺជាមនុស្សដែលមានការទទួលខុសត្រូវក្នុងនាមជាអ្នកដឹងបងប្អូនសួរយើងបាត់ភ្នែកកើតដែរយើងដឹងនឹងដឹងអីខ្លះយើងដឹងថានេះគឺបញ្ហានេះគឺដំណោះស្រាយគឺដោះស្រាយអញ្ចេះយើងដឹងថាអ្នកណាខ្លះចូលរួមក្នុងការដោះស្រាយហ្នឹងយើងដឹងអញ្ចឹងក្នុងនាមយើងជាអ្នកដឹងបងប្អូនបើស្នាជាយើងមានការទទួលខុសត្រូវក្នុងនាមជាអ្នកដឹងតើយើងដេកលក់អត់អ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំពៅនៅសម្បានក្នុងនាមជាអ្នកដឹងទាំងបញ្ហាដឹងទាំងដំណោះស្រាយដឹងថាតើអ្នកណាខ្លះចូលរួមក្នុងរឿងហ្នឹងបើយើងជាមនុស្សមានការទទួលខុសត្រូវបងប្អូនសួរយើងដេកលក់អត់យើងដេកលក់អត់ពួកយើងឃើញបែបហ្នឹងយើងឃើញថាក្នុងសង្គមជាតិរបស់យើងទុកសោកបានដេកសំងំក្នុងទ្រូងរបស់ប្រជាប្រដ្ឋស្ទើរទាំងគ្រប់គ្នាកុំសំបីតែប្រជាប្រដ្ឋក្រីក្រណាបងប្អូនសំបីតែអ្នកមានហ្នឹងក៏មិនសុខជាងបងប្អូនប្រមាណដែរលោកជំទាវខ្លះលោកអុកញ៉ាខ្លះណាបងប្អូនគ្រាន់តែមានម្សៅប៉ាតមុខទេអស់តែម្សៅហ្នឹងមុខឡើងខ្មៅអែបងប្អូនពួកមានទុកស្នេហាមិនបរិសុទ្ធមានលុយកាលណាប្តីមានស្រីច្បាប់មិនតឹងរឹងដល់ពេលអញ្ចឹងមនុស្សប្រុសហ៊ានប្រព្រឹត្តអំពើផិតក្បត់ជាទូទៅហ្មងបងប្អូនហើយប្រទេសយើងកាន់ពុទ្ធសាសនាណាបងប្អូនរឿងមានស្រីញីក្រៅផ្ទះជារឿងធម្មតារបស់ប្រុសខ្មែរបងប្អូនឃើញស្រីខំប្រឹងច្រៀងទេ
បើស្រីក្បត់ប្រុសគេហៅការកៃចុះបើប្រុសក្បត់ស្រីវិញមិនដឹងគេហៅអីទេមាសទឹកដប់ត្មងចលក់នៅក្នុងផុកលើកឡើងដឹងតែទឹកដប់មនុស្សស្រីតូចចិត្តណាបងប្អូនអសិលធម៌ណាមនុស្សស្មើគ្នាប្រុសហើយស្រីគ្រាន់តែខុសភេទប៉ិនមួយបើផាត់ក្បត់ការកៃមួយទៀតផាត់ក្បត់ដូចមាសទឹកដប់អញ្ចឹងទុំសំបីតែមនុស្សប្រុសគ្រប់គ្រងគ្នាឯងសំបីតែមនុស្សស្រីក៏គ្រប់គ្រងអញ្ចឹងដែរមនុស្សប្រុសគេក្បត់គេផាត់អញ្ចឹងវាមិនអីទេគេប្រុសដោយសារគំនិតបែបហ្នឹងបងប្អូនការផាត់ក្បត់ជារឿងធម្មតានៅក្នុងសង្គមខ្មែរក្មេងស្រីច្រើនណាស់ដែលត្រូវបានក្មេងប្រុសធ្វើបាបក្នុងសង្គមជាតិរបស់យើងបងប្អូនណាបើយើងជាមនុស្សគិតច្រើនណាគិតពីតម្លៃរបស់មនុស្សណាបងប្អូនយើងពីការទទួលខុសត្រូវរបស់យើងក្នុងនាមយើងជាអ្នកដឹងយើងមានលទ្ធភាពក្នុងការធ្វើយើងដេកអត់លក់ឯណាបងប្អូនពីព្រោះយើងចាប់តាមសម្លឹងខ្លួនយើងពីក្បាលរហូតដល់ចុងជើងនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកយើងមើលឃើញថាបើយើងមិនបានធ្វើការងារណាមួយជាឧត្តមកតេបងប្អូនខ្លួនយើងអត់មានតម្លៃហើយគួរឲ្យខ្មាស់អៀនខ្លួនឯងតែហ្មងណាពីក្បាលដល់ចុងជើងផ្ទុះឈាមដូចតែសត្វដេរឆានដែរងាកមកការងារប្រចាំថ្ងៃស៊ីដេកចុងបញ្ចប់ងាប់ពីផែនដីទៅអត់មានសល់អីទាំងអស់ជីវិតបែបហ្នឹងអ្នកប្រាជ្ញបណ្ឌិតថារស់មែនប៉ុន្តែជីវិតបែបហ្នឹងជាជីវិតដែលបានស្លាប់បាត់ទៅហើយនៅក្នុងសង្គមមួយណាបងប្អូនដែលជាសង្គមថ្កុំថ្កើងគឺជាសង្គមមួយដែលពោពេញទៅដោយពលរដ្ឋដែលមានចំណេះដឹងខ្ពង់ខ្ពស់ដែលមានការទទួលខុសត្រូវមានសិលធម៌ប៉ុន្តែបងប្អូនមើលប្រជាប្រដ្ឋខ្មែរយើងមើលរស់នៅតែក្នុងក្រុម3ពួកហ្នឹងបើមិនជាចំណែកលើសក្នុងសង្គមទេគឺជាមនុស្សដែលយករួចតែខ្លួនទេគឺជាមនុស្សដែលដង្ហើយហៅគេឲ្យជួយអត់មានសមត្ថភាពជួយខ្លួនឯងបើមិនមែនជាក្រុមហ្នឹងទេគឺជាក្រុមដែលជិះជាន់គេតែ3ក្រុមណាក្រុមជិះជាន់គេនិងក្រុមកើតមកប្រជុយត្រូវតែគេជិះជាន់ស្រែកដង្ហើយហៅអ្នកដទៃជួយតែរហូតហើយនឹងក្រុមក្រៅសង្គមយករួចតែខ្លួនខ្មែរយើងសបោតា3ពួកហ្នឹងអាចជាន់គេហើយអាមួយទៀតទៅល្ងងងាប់ឲ្យតែគេជាន់ហ្នឹងតែហ្មងហើយអាមួយក្រុមទៀតគឺយករួចតែខ្លួននេះតែ3ពួកហ្នឹងសបោហើយចេះតែស្រែកទៅព្រះរាជាណាចក្រអាចឆរិយៈហ្នឹងទៅតែអញ្ចឹងទៅមោទនភាពណាស់បានកើតជាខ្មែរអញ្ចឹងទៅប៉ុន្តែកំបើកឲ្យទៅនៅបរទេសសាក់បើកមើលបានរត់អស់មោទនភាពណាស់បានកើតជាខ្មែរហើយលោតែពីណាប្រអាប់បន្តិចហ្នឹងអត់បានតែហ្មងយើងការពិតមានប្រអាប់ស្អីនិយាយការពិតហ្នឹងមានប្រអាប់ស្អីទីមិនបើមកមើលងាយគ្នាឯងអញ្ចឹងគេថាមិនទេការទទួលយកការពិតទៅណាបងប្អូនគឺជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍដឹងខ្លួនថាល្ងងគង់នឹងចេះបានណាបងប្អូនហើយបើប្រទេសយើងវាអញ្ចឹងមែនហើយយើងចេះតែនាំគ្នាកុហកខ្លួនឯងនិយាយទល់មុខគ្នាលើកមោទនភាពជាតិខ្លួនឯងទាំងមិនសមហេតុមិនសមផលទាំងរឿងហ្នឹងវាមិនមែនអញ្ចឹងសុទ្ធតែរឿងពលឹបប៉ុន្តែបងប្អូនទៅឈរខាងក្រៅប្រទេសយើងរួចហើយសម្លឹងមកប្រទេសយើងវិញបងប្អូនស្ដាប់បរទេសនិយាយពីខ្មែរតើគេមើលងាយយើងប៉ុណ្ណាបើយើងមិនចាប់ផ្ដើមទទួលយកការពិតរួចហើយអភិវឌ្ឍទាំងអស់គ្នាទេណាគុំសង្ឃឹមថាប្រទេសយើងអាចរីកចម្រើនបងប្អូនមើលប្រទេសជប៉ុនមើលពេលដែលមានគ្រោះមហន្តរាយចំពោះប្រទេសគេមួយបងប្អូនជនជាតិរបស់គេរឹតតែស្រឡាញ់គ្នាកាន់តែខ្លាំងឡើងគុំថាតែក្នុងផ្ទៃប្រទេសបើបងប្អូនពិបាកមើលរឿងធំពេកមើលតែគ្រួសារទៅគឺមានលក្ខណៈដូចតែគ្នាបើសមាជិកគ្រួសារមិនចេះស្រឡាញ់គ្នាទេបើសមាជិកគ្រួសារនឹងចេះតែកេងប្រវ័ញ្ចគ្នាក្នុងគ្រួសារនឹងមិនរីកចម្រើនទេអាណាខ្លាំងជាងអាណាមានបញ្ញាជាងអាណាមានសមត្ថភាពជាងជិះជាន់គេក្នុងក្រុមគ្រួសារនឹងទៅសង្គមមួយដែលដណ្ដើមគ្នារស់បងប្អូនត្រូវចងចាំមានតែអ្នកខ្លាំងទេដែលអាចរស់បានប៉ុន្តែអ្នកខ្សោយវាច្រើនអញ្ចឹងអ្នកខ្សោយត្រូវធ្វើម៉េចវាត្រូវចងបាច់គ្នាឡើងប៉ុន្តែយើងសប្ងៃចងបាច់គ្នាអត់កើតឲ្យតែលឺយើងកាន់ក្បាលមីក្រូនិយាយគេថាយើងចង់បានអីត្មងនេះអាកំណត់ទស្សនៈមួយហ្នឹងកូនខ្មែរអ្នកស្នេហាជាតិរកប្រឡោះចេញអត់ឃើញទេបងប្អូនរកប្រឡោះចេញអត់ឃើញទេអាក្តរណាដល់ក្តរណាគាត់និយាយតែចឹងអាក្តរណាដល់ក្តរណាចុងកតុយបំផុតសួរទៅគាត់បើអាក្តរណាដល់ក្តរណាណាបងប្អូនសួរគាត់នឹងផងអ្នកនិយាយនឹងត្រូវរាប់ខ្លួនឯងចូលក្នុងរឿងនឹងមួយផងពួកអីព្រោះតែគាត់ចេញមកធ្វើតាំងគេថាទៀតអាក្តរណាដល់ក្តរណាអញ្ចឹងបើគាត់និយាយថាអាណាក៏ដូចអាណាត្រូវបោកទាំងគាត់មួយផងបើគាត់ប្រកែកថាទេខ្ញុំមិនមែនអញ្ចឹងទេបើខ្ញុំមិនមែនអញ្ចឹងទេត្រូវគិតថាក្រែងលោមានអ្នកដទៃក៏មិនមែនអញ្ចឹងដែរ
បងប្អូនយកពាក្យរបស់យើងទៅស្ដាប់រួចហើយគិតពិចារណាទៅតាមអ្វីដែលពួកយើងពលត្រូវបងប្អូនពួកយើងមានអារម្មណ៍ថាបើពួកយើងឈប់ធ្វើអស់តំងក្នុងសង្គមខ្មែរមានតែអ្នកដាក់ផុកទេណាបងប្អូនដាក់ដើមទុនចូលគ្នាមករួចហើយបានអំណាចមកចែកគ្នាអ្វីដែលអ្នកឯងចង់បានជាថ្នល់ជាសាលារៀនជាមន្ទីរពេទ្យជាអំណោយបន្តិចបន្តួចអានឹងខ្ញុំឲ្យទៅអ្នកឯងអាស្លឹកឆ្នោតជារបស់ខ្ញុំបានមកខ្ញុំបានតំណែងបានតួនាទីខ្ញុំស៊ីតទៅទៀតទៅវាមានតែការដោះដូរអញ្ចឹងហើយនឹងរដ្ឋាភិបាលគណៈបកប្រឆាំងក៏អញ្ចឹងដែរទាំងគណៈបកសិទ្ធិមនុស្សទាំងគណៈបកសង្ស៊ីសុទ្ធតែដាក់ថុកទាំងអស់អត់មាននរណាមួយអត់លុយម៉ឺនព្រោះចៅមកឈរឈ្មោះបានទេអត់ទេប៉ុន្តែមានលុយម៉ឺនហើយណាបងប្អូនអត់ចាំបាច់មើលសមត្ថភាពមើលទឹកចិត្តទេមើលភាពស្អាតស្អំទេត្រង់ចំណុចហ្នឹងដែលពួកយើងថាបើអត់ពីពួកយើងទៅតើអាណាធ្វើរឿងហ្នឹងព្រោះរឿងហ្នឹងវាធ្ងន់ពេកណាបងប្អូនអ្នកអាធ្ងន់ជួយគេមិនសំខាន់បានទេបងប្អូនអាធ្ងន់បំផុតទៅទប់ទឹកចិត្តមិនបាននៅពេលដែលយើងជួយគេហើយគេស្ដីឲ្យយើងទៀតរៀបបាយឲ្យគេស៊ីមិនបញ្ហាទេបងប្អូនបើគេសាទរយើងហិតតែមានកម្លាំងបម្រើគេទៀតប៉ុន្តែគេអត់ស៊ីហើយគេជះដាក់មុខនេះគេទប់ចិត្តវាមិនបានបើជាប្រដ្ឋខ្មែរតែចឹងលឺតែអាក្បត់លឺតែអាមួយនឹងបំបែកលឺតែអាមួយនឹងនិយាយកោកគ្មានបាក់កាទេខ្ញុំថាយីពូជសាសនឹងរកកន្លែងថ្លៃធ្នូមិនឃើញទេបងប្អូនដូចអត់ស្គាល់ខុសអត់ស្គាល់ត្រូវដូចអត់ស្គាល់គុណអត់ស្គាល់ទោសហើយបើបងប្អូនមិនកែប្រែតម្រង់អត្តចរិតរបស់ប្រជាពលរដ្ឋខ្មែរបងប្អូនទៅរកសង្គមមិនរីកចម្រើនបើពលរដ្ឋរបស់យើងទាំងអស់គ្នានេះពលរដ្ឋអសិលធម៌ជាទូទៅអញ្ចឹងបងប្អូនចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចគ្រាន់តែចូលក្នុងបកនេះឬបកនោះហ៊ានដើរលៀបពណ៌កុំថាឯងយូរបានកើតក្នុងសង្គមមនុស្សអញ្ចឹងមួយអញដឹងតែចង់បានផលប្រយោជន៍អញលៀបពណ៌ឯងតោះតែងាប់អញ្ចឹងខ្មៅទៅរូបសបល់មិនស្អាតហើយចិត្តអីក៏អាក្រក់ម្ល៉េះបងប្អូនបើយើងកែអត្តចរិតរបស់ប្រជាពលរដ្ឋយើងអត់បានទេបងប្អូនងាប់ហើយប្រទេសយើងងាប់នឹងរឿងគេទិញគេដូរគេឲ្យលុយបំបែកចិត្តសាសខ្លួនឯងបងប្អូនដើរទៅរកបងប្អូនដើរទៅរកបងប្អូនទៅទិញក្បាលយួនមួយយកមកបង្ហើបងប្អូនបើមានខ្មែរយើងអត់ទេណាឲ្យតែមានលុយទិញបានណាកុំថាយើងបើប៉ុណ្ណឹងគេលោវាមិនភ្ញាក់ខ្លួនណែអាកម្ពុជាក្រមគេយកប៉ុណ្ណឹងហើយហ្នឹងណាមានអ្នកលក់ក្បាលឲ្យទៀតណាបងប្អូនរាយការណ៍ខ្មែរយើងទៅពីលើទៅមានខ្មែរហ្នឹងរាយការណ៍ឲ្យយួនហើយសុកចិត្តផ្ដិតមេដៃអត់មកប្រទេសខ្មែរមួយជីវិតពីព្រោះអីពីព្រោះយើងធ្វើការឲ្យគេហើយដូច្នេះគេឲ្យលក្ខខណ្ឌយើងមិនមកស្រុកខ្មែរមួយជីវិតហើយមកពូទៀតក៏ព្រមដែរចរិតខ្មែររបស់យើងអញ្ចឹងពីណាមួយហ៊ានប្រកែកថាបើមិនកែអត្តចរិតខ្មែរឲ្យអភិវឌ្ឍប្រទេសបានអ្នកនយោបាយណាមួយដែលកាន់ក្បាលមីក្រូហ៊ានថាឲ្យថារៀននឹងចេះថារៀននឹងចុះនិយាយពីចំណុចខ្សោយរបស់រៀនពីណាមួយគេហ៊ានពីព្រោះអីគេភ្ជាប់ផលប្រយោជន៍តខ្លួនគេខ្លាចមិនបានស្លឹកឆ្នោតពួកយើងស្លឹកឆ្នោតយកមកធ្វើអីបើយើងស្ទង់មើលថាឈ្នះឆ្នោតក៏ដឹកនាំប្រទេសវាមិនកើតយកមកធ្វើអីយើងចង់បានស្លឹកឆ្នោតក្នុងករណីដែលយើងដឹងថាយើងឈ្នះឆ្នោតទៅយើងអាចកសាងប្រទេសបានចុះបើឈ្នះហើយកសាងប្រទេសវាមិនបាននេះក្បាលសេះរួចជើងជ្រុះអាក្បាលសេះចេះរត់ងក់ទៅហាជើងជ្រុះខ្វាយទៅប្រជាពលរដ្ឋដេកងាប់ទាំងអស់តាមផ្ទះអត់ចូលរួមជួយអភិវឌ្ឍប្រទេសជាតិប្រទេសណាមួយរីកចម្រើននៅពេលដែលគ្មានការចូលរួមពីប្រជាពលរដ្ឋខ្មែរគុំតែគេគៀងឲ្យទៅបោះឆ្នោតគុំអីទៅបោះទៀតមិនឃើញការបោះឆ្នោតធ្លាក់ចុះទៅរហូតទេប្រជាពលរដ្ឋលែងទៅបោះឆ្នោតហើយឃើញទេនៅស្រុកអូស្ត្រាលីធ្វើច្បាប់អ្នកឯងមិនទៅបោះឆ្នោតថាអត់បានទេហេតុអីមកគេធ្វើច្បាប់អញ្ចឹងពលរដ្ឋទាំងអស់ត្រូវដឹងរឿងរបស់ប្រទេសខ្លួនត្រូវមានការទទួលខុសត្រូវចំពោះវាសនាប្រទេសខ្លួនពួកយើងបងប្អូនសង្កេតមើលសង្គមខ្មែរមានពេលខ្លះបងប្អូនដឹងនិយាយថាមិនចង់លាត់ជើងខោដើរពីព្រោះអីថាវាកក្រិចពេកបងប្អូនកក្រិចពេកដេរឆានណាបងប្អូនមិនអាក្រក់ស្មើនឹងមនុស្សអាក្រក់ទេណាបងប្អូនខ្លាសាហាវប៉ុន្តែមិនសាហាវដូចមនុស្សទេមនុស្សល្បិចច្រើនណាបងប្អូនល្បិចច្រើនណាស់អញ្ចឹងបើគ្មានសិលធម៌ណាបងប្អូនសង្គមបងប្អូនសឹងថាជាសង្គមដេរឆានបងប្អូនរស់យ៉ាងមិនកើតបើអ្នកធម៌ឯនោះទៅគេគោរពអស់មកប្រទេសសិតសឹងតែបង្ហាញពីភាពអាត្មានិយមអត់មានរឿងជួយអាណាទេគាត់ឲ្យគេស៊ីពួកចង់បានប៉ុនឃើញទេចិត្តអាក្រក់ហ្មងគ្រាន់តែជាពិធីសាសនាដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួននេះអ្នកដឹកនាំប្រទេសប្រជាពលរដ្ឋទុកចិត្តក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋក្បត់ទំនុកចិត្តរបស់ប្រជាពលរដ្ឋរដ្ឋាភិបាលគឺចង់ទៅហើយមានអគណៈបកប្រឆាំងឆ្លៀតឱកាសទៀតក្នុងស្ថានភាពអញ្ចឹងបងប្អូនតើវាធ្ងន់ធ្ងរប៉ុណ្ណាដែលយើងចេញមកក្នុងភាពត្រឹមត្រូវវាធ្ងន់ធ្ងរប៉ុណ្ណាបើមានតែរដ្ឋាភិបាលមួយណាបងប្អូន
ហើយក្រុមប្រចាំទាំងអស់ជាក្រុមដែលស្មោះត្រង់នឹងប្រជាពលរដ្ឋបងប្អូនស្រួលធ្វើទេប៉ុន្តែមានមនុស្សអាក្រក់ចេញមុខនិងមនុស្សអាក្រក់ពាក់អាវអាល្អអាចោពាក់អាវអាចារ្យពួកផ្ដាច់ការពាក់អាវប្រជាធិបតេយ្យបើមានតរដ្ឋាភិបាលមកដុំណាហ្មងអត់បញ្ហាទេបងប្អូនអត់បញ្ហាទេប៉ុន្តែបបាក់សប្ថ្ងៃនេះបបាក់គណៈបកប្រឆាំងពីរហ្នឹងបបាក់ចង់ងាប់ណាបងប្អូនអាលាយមួយឡើងមួយអាលាយមួយឡើងមួយខ្ញុំថាយីអាពូជអាក្រក់ហ្នឹងក៏វាមិនដាច់ពូជសោះចេះតែបន្តតែរហូតអញ្ចឹងតែអាលាយពុនសម្បត្តិហើយបបាក់ចង់ងាប់រឿងវែកពុនសម្បត្តិឲ្យគេមើលអាលាយពុនសម្បត្តិទៅមកចាញ់ឲ្យសំរៀងស៊ីនេះចិត្តអាលាយសំរៀងស៊ីមកចាញ់ឲ្យកម្មសខានេះបងប្អូនមើលអីខ្មែរយើងអីក៏វាកម្មពីអីក៏សម្បើមម៉េះបងប្អូនមិនចេះចប់មិនចេះហើយអ្នកសាសនាទេប្រឡប់ប្រជាប្រដ្ឋហ្នឹងឲ្យប្រជាប្រដ្ឋវិលខួរហ្នឹងអាមួយរៀងចាស់បន្តិចទៅចឹងចាញ់អាក្មេងមួយមកទៀតចាញ់តែអារបៀបឡប់ហ្នឹងមកទៀតបងប្អូនហ្នឹងមានពេលខ្លះបងប្អូនខ្ញុំចង់ដាក់ក្តិតអង្គុយណាបងប្អូនខ្ញុំចង់ដាក់ក្តិតអង្គុយថាធ្វើដើម្បីជួយគេមិនហត់ប្រហែលទេបងប្អូនណែហត់អាគេមិនស៊ីគេជះដាក់មុខហ្នឹងធ្ងន់ណាបងប្អូនខ្ញុំស្ទង់ចិត្តខ្លួនឯងបងប្អូនបើមានប្រពន្ធមានកូនប្រហែលប្រពន្ធគេទ្រាំបានទេគេហៅថាបងឈប់ទៅមើលទៅវាមិនទៅមុខទេជាមួយនឹងប្រជាពលរដ្ឋខ្មែរហើយបើយើងមិនឈប់ប្រហែលគេលែងយើងទៀតមើលទៅប៉ុន្តែខ្លួនមួយប៉ុណ្ណឹងហើយណាបងប្អូនបើជួយចិត្តមិនបានទេណាអត់មានប្រអិនណាជួយទេនេះគឺជាឱកាសសម្រាប់ខ្មែរហើយរឿងធំជាងគេបំផុតណាបងប្អូនគឺសត្រូវនៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋខ្មែរនឹងតែហ្មងសត្រូវបរទេសរដ្ឋាភិបាលជីកជាន់ប្រជាពលរដ្ឋគណៈបកប្រឆាំងបោកប្រជាពលរដ្ឋពួកអ្នកទេសនាធម៌ប្រឡប់ប្រជាពលរដ្ឋរឿងទាំងអស់នឹងគ្មានធំអីទេធំជាងគេបំផុតគឺសត្រូវក្នុងខ្លួនរបស់គាត់នឹងតែហ្មងអកតេលងងខួរក្បាលហ្នឹងបែងចែកល្អអាក្រក់អត់បានបងប្អូនណាកាលពីមុនណាអ្នកស្ដាប់រឌីយោយើងដែលមិនទាន់ស្ដាប់រឌីយោយើងបងប្អូនគាត់ទៅស្ដាប់គេនិយាយធម៌គាត់ទៅស្ដាប់វេទិការបស់គណៈបកនយោបាយគាត់ទៅស្ដាប់ផ្នែកគាត់ភ្លឺមើលគេនិយាយណាបងប្អូនប៉ុន្តែគាត់បែងចែកល្អអាក្រក់អត់បានទេអត់ដឹងខុសអត់ដឹងត្រូវទេដូចលីបកង់ដាច់អញ្ចឹងគាត់បើកភ្នែកមើលគេនិយាយគាត់ផ្ទៀងផ្ទាត់ទៅណាស្ដាប់ធម៌ក៏ដោយស្ដាប់នយោបាយក៏ដោយប៉ុន្តែវាយ៉ាត់អាខួរក្បាលគាត់នោះវាបែងចែកអត់បានតែហ្មងគាត់បើកភ្នែកសម្លឹងគេស្ដាប់គេមួយប៉ុន្តែដូចលីបកង់ដាច់អញ្ចឹងវាអត់ដឹងស្អីខុសស្អីត្រូវប៉ុន្តែឥឡូវបងប្អូនណាគាត់ដេកហើយហ្នឹងគាត់ស្ដាប់យើងដល់ពេលស្ដាប់យើងទៅគាត់មានមូលដ្ឋានក្នុងការពិចារណាគាត់ដេកហើយដេកអាលីវចិត្តលក់ហើយឬកម្មសខានិយាយខុសញាក់មកវិញកាលពីមុនស្ដាប់ពេញទំហឹងអត់ដឹងគេខុសទេឥឡូវរៀបដេកលក់ហើយហ្នឹងអាលីវឮតែនិយាយខុសហីខុសខ្លះខុសតាកន្លែងហ្នឹងខុសតាអាស្ដាប់ចុងកតុយតាជាសោះហ្នឹងនៅដឹងខុសដឹងត្រូវនេះសំខាន់មនុស្សគឺដឹងខុសដឹងត្រូវហ្នឹងប៉ុន្តែបងប្អូនមើលអ្នកស្ដាប់កម្មសខាមើលកម្មសខានិយាយស្អីក៏ដោយដឹងតែផ្ទះដៃតែហ្មងខ្ញុំថាបងប្អូនហើយបងប្អូនបើបងប្អូនទៅស្ដាប់យកក្បាលទៅជាមួយស្ដាប់អ្នកទេសនាធម៌ក៏ស្ដាប់បានស្ដាប់គណៈបកប្រឆាំងទាំងពីរទាំងបីនិយាយក៏ស្ដាប់បានព្រោះវាខុសពេកទេណាវាខុសពេកតែហ្មងណាប៉ុន្តែអត់អញ្ចឹងគាត់លើកដៃចាំដូចស្រេចហ្មងឲ្យទៅលើទៅគេទម្លាក់ទៅចាត់ដៃប្រើខ្ញុំថាយីមកយិតចិត្តខ្មែរអីក៏ថោកដែរបងប្អូនអីក៏វាយ៉ាប់ម្លេះយ៉ាប់យ៉ាងនេះខ្ញុំហ៎បងប្អូនក្នុងកលៈទេសៈឥឡូវហ្នឹងដែលមិនទាន់ដឹងថាតើចលនារបស់យើងវារីកនៅក្នុងខួរក្បាលរបស់ប្រជាពលរដ្ឋបណ្ណាវាជ្រាបបណ្ណាណាបងប្អូនខ្ញុំវាមិនទាន់ស្ទង់ដឹងច្បាស់ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំខ្ញុំបានស្ដីឲ្យខ្មែរប៉ុណ្ណឹងខ្ញុំអស់ចិត្តហើយបងប្អូនទោះបីឈ្នះមិនឈ្នះក៏ដោយពីព្រោះខ្ញុំស្គិចយូរហើយខ្ញុំគ្រឹះយូរហើយខ្ញុំគ្រឹះពួកអ្នកកាន់ការងារប្រទេសជាតិក៏ដោយអ្នកនយោបាយក្រៅរដ្ឋាភិបាលក៏ដោយពួកអង្គការសង្គមស៊ីវិលក៏ដោយអ្នកផ្សាយធម៌ក៏ដោយខ្ញុំគ្រឹះយូរហើយអារឿងមិនហ៊ានស្ដីឲ្យរះហ្នឹងខ្ញុំថាឲ្យតែបានក្បាលមេក្រូមកអញប្រលះហើយនិយាយតែមកត្រូវរួចហើយទៅស៊ីបាយផ្ទះអញវិញយ៉ាងហោចបំផុតទៅបងប្អូនក៏កូនក្មេងចំនួនក្រោយវាស្ដាប់សំឡេងរបស់យើងវាដឹងពីទឹកចិត្តរបស់យើងវាដឹងពីទស្សនៈរបស់យើងថាត្រូវឬខុសប៉ុណ្ណឹងក៏ខ្ញុំអស់ចិត្តគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមអំពាវនាវដល់បងប្អូនដែលមានសិទ្ធិបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាហើយសូមបោះឆ្នោតដោយមានការទទួលខុសត្រូវដែលហៅថាមានការទទួលខុសត្រូវគឺប្រសិនបើបងប្អូនបោះឆ្នោតជ្រើសរើសអ្នកតំណាងខុស
វាគឺជាកំហុសរបស់បងប្អូន គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរូបជួងជាសញ្ញានិងស្ថិតនៅលេខរៀងទី8នៅលើសន្លឹកឆ្នោតសូមបងប្អូនដែលមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាក្នុងនាមជាពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរនិងមានការទទួលខុសត្រូវបងប្អូនត្រូវច្បាស់ក្នុងចិត្តថាបងប្អូនបានតាមដាននិងទទួលព័ត៌មានយ៉ាងល្អិតល្អន់អំពីគណៈបកដែលបងប្អូនបំរុងនឹងបោះឆ្នោតឲ្យមុននឹងសម្រេចចិត្តទម្លាក់សន្លឹកឆ្នោតទៅក្នុងធុងគាំទ្រគណៈបកនយោបាយនោះនេះគឺជាការបោះឆ្នោតដែលមានការទទួលខុសត្រូវសូមអរគុណទុកសម្លេងនឹងឲ្យក្មេងៗជំនាន់ក្រោយឲ្យវាត្រួតពិនិត្យជាតិសាសន៍របស់វាថាហេតុអីបានជាតិសាសន៍របស់វារស់នៅលើទឹកដីសវណ្ណភូមិហើយវានៅតែក្រីក្រតើមួយយឹកធឺម៉េចប៉ុន្តែក្នុងចិត្តរបស់ខ្ញុំបានស្ដីឲ្យខ្មែរប៉ុណ្ណឹងខ្ញុំអស់ចិត្តហើយបងប្អូនទោះបីឈ្នះមិនឈ្នះក៏ដោយពីព្រោះខ្ញុំស្គិចយូរហើយខ្ញុំគ្រឹតយូរហើយខ្ញុំគ្រឹតពួកអ្នកកាន់ការងារប្រទេសជាតិក៏ដោយអ្នកនយោបាយក្រៅរដ្ឋាភិបាលក៏ដោយពួកអង្គការសង្គមស៊ីវិលក៏ដោយអ្នកផ្សាយធម៌ក៏ដោយខ្ញុំគ្រឹតយូរហើយអារឿងមិនហ៊ានស្ដីឲ្យរះហ្នឹងខ្ញុំថាឲ្យតែបានក្បាលមេក្រូមកអញប្រលះហើយនិយាយតែមកត្រូវរួចហើយទៅស៊ីបាយផ្ទះអញវិញយ៉ាងហោចបំផុតទៅបងប្អូនក៏កូនក្មេងចំនួនក្រោយវាស្ដាប់សំឡេងរបស់យើងវាដឹងពីទឹកចិត្តរបស់យើងវាដឹងពីទស្សនៈរបស់យើងថាត្រូវឬខុសប៉ុណ្ណឹងក៏ខ្ញុំអស់ចិត្តដែរទុកសំឡេងនឹងឲ្យក្មេងៗចំនួនក្រោយឲ្យវាត្រួតពិនិត្យជាតិសាសន៍របស់វាថាហេតុអីបានជាតិសាសន៍របស់វារស់នៅលើទឹកដីសវណ្ណភូមិហើយវានៅតែក្រីក្រតើមួយយឹកធឺម៉េចខ្ញុំសប្ថ្ងៃមិនទាន់ដឹងរឿងឈ្នះនិងចាញ់ខ្ញុំកំណត់ត្រឹមប៉ុណ្ណឹងសិនខ្ញុំថាទោះបីចាញ់ឈ្នះមិនមែនជារឿងរបស់ខ្ញុំតែឯងទេខ្ញុំចង់ជួយគេណាបើគេមិនចង់ឲ្យខ្ញុំជួយក៏មិនដឹងជួយយ៉ាងម៉េចដែរមកវួងចង់រំតែឯងហ្នឹងមនុស្សរាប់ពាន់នាក់គេលេងភ្លេងរំតែឯងហ្នឹងរំកើតបើម្ចាស់គេអត់រំប៉ុណ្ណឹងអីចង់ឈ្នះអីតែឯងទៅវាអត់រួចណាដល់ពេលអញ្ចឹងខ្ញុំលែងគិតរឿងឈ្នះរឿងចាញ់ថ្ងៃបានក្បាលមេក្រូស្ដីឲ្យរាជខ្មែរប៉ុណ្ណឹងឆ្អែតចិត្តណាបងប្អូនហល់ទៅស៊ីបាយផ្ទះយើងកុំទៅខ្វល់ព្រោះអីយើងអត់មានចង់បានអីពីអ្នកឯងផងដាក់សម្ពាធមកយើងយ៉ាងម៉េចបើស្ដាប់បានពាក្យស្មាគ្នាក្នុងភាពតរភាពជាបងជាប្អូនជាមហាគ្រួសារមួយកសាងប្រទេសយើងដោយសេចក្តីស្មោះសរប៉ុន្តែបើបងប្អូនយល់ថាចលនារបស់យើងមិនមែនជាចលនាជួយបងប្អូនទេអានឹងរុញទៅរកកឡោតបងប្អូនទៅវិញបើបងប្អូនយល់ថាយើងមិនមែនជួយបងប្អូនទេទៅរកកន្លែងណាដែលបងប្អូនយល់ថាជួយបងប្អូនទៅដើមពោធិ៍ណាដែលបងប្អូនធ្លាប់រកស៊ីបានមលុបពោធិ៍ណាដែលធ្លាប់ជ្រកទៅវាបានសុខទៅជ្រកមលុបពោធិ៍នឹងទៅពីព្រោះមលុបពោធិ៍នេះបងប្អូនយល់ថាជ្រកវាមិនបានសុខទេព្រោះអីវាអស់លទ្ធភាពបងប្អូនវាអស់លទ្ធភាពខ្ញុំមកបងប្អូនខ្ញុំដូចមានបទពិសោធន៍នយោបាយនឹងគ្រាន់បើដែរតាំងពីនៅក្នុងគណៈបកសំស៊ីដំបូងដែរអត់ចេះទេប៉ុន្តែពេលធ្វើនយោបាយផ្ទាល់ខ្ញុំចេះគ្រាន់បើដែរប៉ុន្តែមានកន្លែងមួយបងប្អូនមកដល់ពេលឥឡូវខ្ញុំនៅតែមិនអស់ចិត្តខ្ញុំចេះតែនឹកក្នុងចិត្តថាម៉េចបានអញស្មានខុសម៉េចបានអញគិតអញ្ចឹងនៅពេលនោះណោះកន្លែងមួយដែលខ្ញុំស្មានខុសបងប្អូនស្អីក៏ដោយប្រមាលមើលមកដល់ពេលឥឡូវគឺត្រូវទាំងអស់ឧទាហរណ៍ខ្ញុំគិតថាដើម្បីអភិវឌ្ឍគឺកែប្រែផ្នែកគំនិតរបស់ប្រជាពលរដ្ឋរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺអត់មានប្រែប្រួលទេមិនទាន់គិតឃើញថាគំនិតនឹងខុសទេបន្ទាប់មកទៀតទស្សនៈក្នុងការធ្វើឲ្យមានការអនុវត្តច្បាប់នៅក្នុងស្រុកមួយណាតាមទស្សនៈរបស់ខ្ញុំយល់ឃើញថាការធ្វើឲ្យប្រព័ន្ធ check and balance កាត់បន្ថយអំណាចរដ្ឋខ្ញុំយល់យ៉ាងច្បាស់អញ្ចឹងតាំងពីនៅក្នុងគណៈបកសំស៊ីរហូតដល់ឥឡូវអត់ទាន់មានហេតុផលណាមួយអាចប្រែប្រួលគំនិតនឹងបានទេប៉ុន្តែគំនិតមួយនោះបងប្អូនខ្ញុំគិតថាខ្លួនខ្ញុំល្ងងពេកស្មានខុសពេលហ្នឹងខ្ញុំឆ្លោះជាមួយគណៈបកសំនឹងស៊ីឆ្លោះរឿងអីអានឹងបងប្អូនដឹងណាខ្ញុំបាននិយាយច្រើនណាអត់មានប្រយោជន៍តខ្លួនក្នុងរឿងអស់ហ្នឹងទេចំនួនក្នុងគណៈបកសំនឹងស៊ីសឹងនិយាយថាអត់មានចំនួនទស្សនៈផងព្រោះអីពីព្រោះយើងយល់អញ្ចឹងហើយមិនមែនគណៈបកសំនឹងស៊ីយល់ចុះទេយើងយល់អញ្ចឹងគេអត់ទាំងមានយល់អីផងមិនយល់ខុសគ្នាណាយើងយល់ថាចេះគេយល់ថាចុះអានឹងគេហៅខុសទស្សនៈ
តែគណៈបកសំស៊ីជាមួយយើងអត់មានខុសទស្សនៈអីទេយើងយល់ថាដើម្បីរៀបចំសង្គមឲ្យមនុស្សទាំងអស់គ្នានៅក្រោមច្បាប់គឺត្រូវកាត់បន្ថយអំណាចរបស់អ្នកដឹកនាំគណៈបកសំស៊ីគេមិនបង្ហាញពីការយល់ឃើញរបស់គេថាគេយល់ឃើញខុសពីយើងទេអានឹងគេហៅខុសទស្សនៈគ្នាអត់មានអញ្ចឹងទេគឺឆ្លោះគ្នាតែរឿងពុកអលួយក្នុងបកហ្នឹងរឿងបករឿងពួកហ្នឹងឆ្លោះគ្នាតែពីរឿងហ្នឹងពេលឆ្លោះគ្នារឿងហ្នឹងតែរឿងមួយបងប្អូនដែលខ្ញុំស្មានខុសពេលដែលខ្ញុំមុននឹងចេញពីគណៈបកសំនឹងស៊ីមកខ្ញុំស្មានខុសបងប្អូនខ្ញុំនឹកឃើញថាខ្ញុំនិងគណៈបកសំនឹងស៊ីមានចំនួនគ្នាពេលនោះណាបើសិនជាយើងចេញមកនិយាយក្នុងទីវាលណាប្រជាប្រដ្ឋគឺជាអាជ្ញាកណ្ដាលខ្ញុំគិតឃើញអញ្ចឹងខ្ញុំថាក្នុងចំនួនរវាងខ្ញុំនិងគណៈបកសំនឹងស៊ីមកតែប្រជាប្រដ្ឋជាអាជ្ញាកណ្ដាលបើសិនជាប្រជាប្រដ្ឋជាអាជ្ញាកណ្ដាលណាគាត់រកអ្នកល្អណាពេលនោះណាបើខ្ញុំចេញនិយាយការពិតទៅខ្ញុំមានហេតុផលនិងមានភ័ស្តុតាងដើម្បីបញ្ជាក់ថាគណៈបកសំរងស៊ីមិនល្អទេពេលនោះខ្ញុំនឹកក្នុងចិត្តថាប្រជាប្រដ្ឋខ្មែរមកតែផ្ដាល់ឲ្យនៅភាពយុត្តិធម៌ទៅភាគីណាមួយដែលជាភាគីគួរតែបានទទួលនៅភាពយុត្តិធម៌នោះពីព្រោះខ្ញុំយល់ឃើញថាប្រជាប្រដ្ឋខ្មែរគាត់ភ្ជាប់ផលប្រយោជន៍របស់គាត់ទៅនឹងអ្នកដឹកនាំល្អអញ្ចឹងពេលដែលអ្នកដឹកនាំឆ្លោះគ្នាណាបងប្អូនគាត់មកតែជាអាជ្ញាកណ្ដាលហើយគាត់ចង់បានអ្នកដឹកនាំល្អហើយពីព្រោះអ្នកដឹកនាំល្អគឺជាអ្នកដឹកនាំដែលដឹកទៅមានផលប្រយោជន៍សម្រាប់គាត់អញ្ចឹងខ្ញុំអត់មានខ្លាចប្រជាប្រដ្ឋអីបន្តិចខ្ញុំនឹកក្នុងចិត្តថាចាំមើលអញចេញពីបកអញទៅនិយាយរកខុសរកត្រូវរឿងគណៈបកសំរងស៊ីជាមួយនឹងអញពីព្រោះនិយាយផ្សាយតាមអាស៊ីសេរីមួយម៉ាត់ពីរម៉ាត់មិនដឹងអាណាខុសមិនដឹងអាណាត្រូវទេចាំមើលចេញទៅក្រៅបករួចហើយនិយាយពីរឿងផ្ទៃក្នុងគណៈបកសំរងស៊ីឲ្យប្រជាពលរដ្ឋហ្នឹងស្ដាប់រួចហើយគាត់ត្រេះរិះពិចារណាថាតើអ្នកណាខុសអ្នកណាត្រូវខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរមុខតែជាអាជ្ញាកណ្ដាលពេលនោះខ្ញុំដឹងច្បាស់ថាមុខតែប្រជាពលរដ្ឋខ្មែរគាត់ស្ដាប់បានហើយគាត់គ្រប់គ្រងគំនិតរបស់យើងគាត់ដឹងថាអ្នកណាខុសអ្នកណាត្រូវខ្ញុំស្មានតែអញ្ចឹងណាបងប្អូនស្រាប់តែយើងចេញមកនិយាយការពិតម៉ែប្រជាពលរដ្ឋខ្មែរហ្នឹងគាត់មានអគតិគាត់មានអាជ្ញាកណ្ដាលឯណាខ្ញុំនឹកក្នុងចិត្តថាប្រជាពលរដ្ឋខ្មែរគាត់រកមនុស្សល្អចុះបើយើងនិយាយពីគណៈបកសំស៊ីឃើញតែគណៈបកសំស៊ីមិនមែនជាគណៈបកល្អទេពេលនោះគាត់មុខតលែងគ្រប់គ្រងខ្ញុំស្ទង់ទៅនឹងខុសបងប្អូនខ្ញុំស្ទង់ខុសហ្មងស្ទង់ស្អីក៏ត្រូវដែរស្ទង់អាកន្លែងហ្នឹងមួយគឺខុសហ្មងព្រោះចិត្តរបស់យើងវាអត់ដែរអញ្ចឹងវាអត់ដែរកាច់អត់ដែរមួលគេសូម្បីតែបងប្អូនយើងឆ្លោះជាមួយគេក៏យើងអត់ដែរអញ្ចឹងយើងស្ដាប់មើលតែបើបងប្អូនយើងខុសយើងឲ្យខុសបើបងប្អូនយើងត្រូវយើងឲ្យត្រូវបើអ្នកដទៃត្រូវគឺយើងឲ្យត្រូវហ្មងចិត្តរបស់យើងអញ្ចឹងយើងស្មានតែចិត្តប្រជាពលរដ្ឋអញ្ចឹងដែរយើងនឹកឃើញតែប្រជាពលរដ្ឋខ្មែរគាត់មានផលប្រយោជន៍ជាមួយនឹងអ្នកដឹកនាំល្អគាត់គឺជាអាជ្ញាកណ្ដាលផ្នែករបស់គាត់សម្រាប់មកភាគីចំនួនគាត់ស្ទង់មើលថាអាណាល្អជាងអាណាហើយគាត់ជាអាជ្ញាកណ្ដាលពីព្រោះអ្នកដឹកនាំល្អបានជួយគាត់បានគាត់មកទៅរកអ្នកដឹកនាំល្អខ្ញុំគិតអញ្ចឹងស្រាប់តែដល់ពេលយើងចេញមកនិយាយការពិតគាត់ដឹងថាគណៈបកសំរងស៊ីដូចយើងនិយាយមែនប៉ុន្តែគាត់នៅតែអកតេគាត់នៅតែបំពេញខ្ញុំបះដៃបះជើងហ្មងបងប្អូនកន្លែងហ្នឹងស្ទង់ខុសហ្មងស្ទង់ខុសឆ្ងល់អូឆ្ងល់រហូតដល់ឥឡូវអត់ទាន់បាត់ទៀតណាបងប្អូនឆ្ងល់ថាហេតុអីបានជាប្រជាពលរដ្ឋខ្មែរដឹងតែអ្នកដឹកនាំមួយហ្នឹងមិនល្អហើយនៅតែគ្រប់គ្រងតើគាត់មានប្រយោជន៍អីក្នុងរឿងអស់ហ្នឹងហើយក៏គាត់វេកឬក៏យ៉ាងម៉េចព្រោះរាល់ដងគាត់ចេះតែនិយាយថានៅស្រុកខ្មែរគ្មានអ្នកដឹកនាំល្អទេគាត់ចង់បានអ្នកដឹកនាំល្អហើយចុះបើបង្ហាញឃើញសំរងស៊ីនឹងមិនល្អអញ្ចេះមិនល្អអញ្ចោះហើយជារឿងពិតទៅទៀតមានភ័ស្តុតាងមកកណោគាត់សង្កេតឃើញតែខ្លួនឯងមិនបានគាត់នៅតែគ្រប់គ្រងទៀតអញ្ចឹងបានមានពេលខ្លះខ្ញុំសម្លឹងមុខអ្នកគ្រប់គ្រងគណៈបកសំរងស៊ីខ្ញុំថាគាត់កំពុងតែធ្វើស្អីគេហ្នឹងគាត់កំពុងតែធ្វើស្អីគេហ្នឹងកន្លែងហ្នឹងបងប្អូនខ្ញុំស្ទង់ខុសហ្មងស្ទង់ខុសហ្មងនឹកឃើញថាចាំមើលអញចេញពីគណៈបកសំរងស៊ីអញយករឿងទាំងអស់ដែលអញឆ្លោះជាមួយគណៈបកសំរងស៊ីទៅនិយាយខាងក្រៅប្រជាប្រដ្ឋជាអាជ្ញាកណ្ដាលដ៏ល្អពីព្រោះគាត់មានផលប្រយោជន៍ជាមួយនឹងអ្នកដឹកនាំល្អអញ្ចឹងគាត់នឹងគ្រប់គ្រងអ្នកណាដែលត្រឹមត្រូវម៉ែអាផ្លិនចេញមកខាងក្រៅអត់ចង់ទាស់សោះគាត់ដឹងថាយើងនិយាយនឹងវាត្រឹមត្រូវមានភ័ស្តុតាងមានខេត្តផលត្រឹមត្រូវហើយគាត់នៅតែបំពេញអូប្រជាប្រដ្ឋខ្មែរអញ្ចឹងតាអញ្ចឹងបានខ្ញុំប្រើពាក្យមួយថាពេលដែលធ្វើការជាមួយនឹងប្រជាពលរដ្ឋខ្មែរកាន់តែយូរកាន់តែស្គាល់មយិតរបស់ប្រជាពលរដ្ឋខ្មែរត្រង់ចំណុចនឹងហើយដែលខ្ញុំនិយាយថា
ប្រជាពលរដ្ឋខ្មែរបើមិនកែអត្តចរិតទេបងប្អូនណាអត់អាចអភិវឌ្ឍប្រទេសបានទេហើយខ្ញុំសម្របសម្រួលសកម្មភាពរបស់ខ្ញុំផ្សេងពីការដែលខ្ញុំចេញពីគណៈបកសង្គ្រោះស៊ីខ្ញុំគិតថាខ្ញុំគ្រាន់តែមកធ្វើរួចហើយអ្នកណាគេយល់ថាត្រឹមត្រូវក៏ចូលជាមួយយើងទៅអ្នកណាគេយល់ថាមិនត្រឹមត្រូវដើមពោណាគេធ្លាប់រកស៊ីបានក៏ទៅដើមពោនឹងទៅខ្ញុំត្រឹមតែមិននិយាយមិនរំពឹងទុកដូចកាលពីមុនថាយើងត្រឹមត្រូវតែបានគេគ្រប់គ្រងឡើងគិតអញ្ចឹងណាថាឥឡូវយើងនិយាយតែមកត្រូវអ្នកណាយល់ថាត្រឹមត្រូវក៏ទៅអ្នកណាយល់ថាហេមិនត្រឹមត្រូវទេរបៀបហ្នឹងមិនមែនជារបៀបជួយទេគេទៅរកគណៈបកណាដែលជួយគេអាហ្នឹងក៏ទៅដងទៅគិតអញ្ចឹងណាបងប្អូនបានអាចរក្សាសកម្មភាពរបស់យើងមកដល់សប្តាហ៍ថ្ងៃបើគិតថាវាត្រូវតែឈ្នះទៅត្មងអាហ្នឹងប្រហែលឈប់តាំងពីយូរព្រោះមើលមុខប្រជាប្រដ្ឋខ្មែរអារំពឹងអញ្ចឹងដូចតិចដំណើររបស់យើងជាដំណើររបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងបើព្រះអង្គគិតថានឹងប្រោសសត្វលោកឲ្យបានទាំងអស់ឬប្រោសសត្វលោកយ៉ាងតិចបំផុតក៏បាន 50% បូក 1ឲ្យបានជាងពាក់កណ្ដាលឡើងលើបើព្រះអង្គគិតអញ្ចឹងណាបងប្អូនប្រហែលឈប់ធ្វើបាត់ទៅហើយបើព្រះអង្គគិតថាម៉េចទេក្នុងនាមជាអ្នកត្រាស់ដឹងត្រូវផ្ដល់ឱកាសឲ្យសត្វមានឧបនិស្ស័យអាចរើខ្លួនរួចរំដោះបានតែប៉ុណ្ណឹងឲ្យសត្វដែលមានឧបនិស្ស័យឧបមាថា1លាននាក់ហើយមានឧបនិស្ស័យតែ10នាក់តែ10នាក់ក៏តែបានប៉ុន្តែបើគិតថាទៅរៀបចំគម្រោងយកឲ្យបាន 50% បូក 1 អីប្រហែលឈប់ធ្វើយូរហើយកាលពីចេញពីគណៈបកសង្គ្រោះស៊ីមិនទាន់យល់ពីអត្តចរិតរបស់ប្រជាពលរដ្ឋខ្មែរគិតអញ្ចឹងមែនដល់ពេលមកយល់អត្តចរិតរបស់ប្រជាពលរដ្ឋខ្មែរដូរអរិយាប័ត្រនយោបាយព្រោះតែដូរហ្នឹងបងប្អូនណាបានអាចធ្វើការរហូតដល់សប្តាហ៍ថ្ងៃហ្នឹងអ្នកបោកលេខគិតពីរឿងឈ្នះឈប់អស់ហើយប៉ុន្តែបើអ្នកគិតថាក្នុងនាមអ្នកជាអ្នកដឹងអ្នកបានយល់ពីរឿងនឹងមុនគេអ្នកត្រូវតែប្រាប់អ្នកដទៃហើយកម្មវិធីរបស់យើងមិនមែននិយាយតែពីកម្មវិធីនយោបាយទេយើងមានកម្មវិធីបណ្ដុះបញ្ញាឲ្យប្រជាពលរដ្ឋបណ្ដុះមូលដ្ឋានក្នុងការត្រេះរិះឲ្យប្រជាពលរដ្ឋយើងផ្ដល់ឱកាសឲ្យបុគ្គលដែលមានឧបនិស្ស័យនឹងគាត់អាចងើបផុតពីការបោកប្រាស់របស់គេបានដល់ពេលយើងគិតតែប៉ុណ្ណឹងបងប្អូនសកម្មភាពរបស់យើងមកដល់សប្តាហ៍ថ្ងៃហ្នឹងពីព្រោះតែយើងគិតថាយើងគ្រាន់តែធ្វើការងាររបស់យើងរួចហើយទុកឲ្យធម្មជាតិនេះរៀបរយទៅព្រះសម្មាសម្ពុទ្ធលោកមានញាណលោកកើតសពបញ្ញត្តិញាណអញ្ចឹងលោកដឹងថាសត្វប្រោសបាននោះនៅទីណាហើយកាលវេលាណាហើយពាក្យសម្ដីបែបម៉េចដែលលោកត្រូវប្រើក្នុងពេលនោះដើម្បីប្រោសសត្វឲ្យបានអញ្ចឹងពេលដែលលោកទៅគឺទៅចំការពាក្យសម្ដីរបស់លោកនិយាយគឺលោកនិយាយចំពាក្យដែលធ្វើឲ្យសត្វភ្ញាក់ចំណែកពួកយើងវិញវាអត់សពបញ្ញត្តិញាណដល់អញ្ចឹងចេះតែយកទៅចាក់ផ្សាយទៅអាណាស្អប់ក៏ជេរទៅអ្នកណាគេយល់ថាត្រឹមត្រូវអានឹងក៏គេយកទៅរឿងរបស់យើងតែប៉ុណ្ណឹងចុងក្រោយបំផុតសពចូលក្នុងផែនដីងាប់ទាំងអស់គ្នាទៅពួកអីពួកយើងដឹងហើយបើមិននិយាយបងប្អូនវាបែកទ្រូងស្លាប់ពួកយើងធំជាងគេបំផុតណាបងប្អូនពួកយើងបានឃើញទុក្ខវេទនារបស់ប្រជាពលរដ្ឋដែលយើងមើលទៅវាមិនសមកើតតទៅសោះវាអត់សមទឹកដីសវណ្ណភូមិហើយមិនក៏ស៊ីមិនបានចឹងប្រជាពលរដ្ឋមានចំនួនច្រើនហើយមិនក៏យកសម្លេងចំនួនច្រើនហ្នឹងទៅធ្វើការអត់បានជាប្រយោជន៍ចឹងយើងមើលទៅថាវាសមតែរស់នៅសុខស្រួលយើងមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋមានជាអាចទុក្ខកើតមកពីជីវភាពរស់នៅរបស់គាត់ខ្សត់ខ្សោយទុក្ខកើតមកពីអយុត្តិធម៌សង្គមអ្នកខ្លាំងជិះជាន់អ្នកខ្សោយទុក្ខកើតមកពីអសីលធម៌សង្គមខ្មែរអសីលធម៌ការបោកប្រាស់ជាពិសេសគឺរឿងស្នេហាច្រើនណាស់ក្នុងសង្គមខ្មែរធ្វើឲ្យកូនស្រីខ្មែរច្រើនណាស់កើតទុក្ខសោកច្រើនមែនទែនក្នុងសង្គមខ្មែរកើតដោយសារអសីលធម៌សង្គមនឹងកើតមកពីបរទេសជិះជាន់ដោយប្រយោលមកលើជនជាតិរបស់យើងបងប្អូនណាពេលដែលយើងមើលឃើញបែបហ្នឹងយើងដាក់សំណួរសួរថាបើយើងមិនធ្វើតើពីណាធ្វើពឹងរដ្ឋាភិបាលពឹងយ៉ាងម៉េចគេកំពុងតែកាន់ការងារប្រទេសជាតិលទ្ធផលចេញមកប៉ុណ្ណឹងយើងឃើញប្រាប់ឲ្យប៉ុណ្ណឹងសនំពោប្រហែលសនំពោក្បាលជង្គង់ពឹងគាត់ប្រហែលពឹងផ្កាយលើមេឃអញ្ចឹងបានជាអត់ដែលច្រឡំមាត់សនំពោទៅរដ្ឋាភិបាលឬថាលោកឯងល្មមបានហើយស៊ីប៉ុណ្ណឹងហើយគួរគិតដល់រាជផងអត់ដែលច្រឡំមាត់ទៅនិយាយអញ្ចឹងព្រោះវាច្បាស់ថានិយាយជាមួយគាត់ដូចនិយាយក្បាលជង្គង់អញ្ចឹងណាពឹងគាត់ទៅពឹងផ្កាយលើមេឃអញ្ចឹងដល់ពេល
មាត់ត្មងបើកម្មសុខាបន្តិចសូមអំពាវនាវឲ្យរដ្ឋាភិបាលនឹងគិតគូរប្រជាប្រដ្ឋសូមគិតឡើងវិញខ្ញុំថាយីដូចអត់មានពណ៌អារម្មណ៍ថានិយាយមួយរដ្ឋាភិបាលដូចនិយាយមួយក្បាលជង្គង់អញ្ចឹងប៉ុន្តែការពិតគាត់ពណ៌ហើយប៉ុន្តែហេតុអីបានគាត់និយាយអញ្ចឹងនិយាយយកពេឲ្យគេថាគាត់នៅវាគ្រាន់បើខ្ញុំសូមអំពាវនាវល្មមបានឲ្យលោកធំហើយហ្នឹងបានលុយប៉ុណ្ណឹងហើយល្មមគិតគូរដល់ប្រជាប្រដ្ឋផងគាត់ដឹងថាគាត់និយាយអញ្ចឹងទៅដូចនិយាយមួយក្បាលជង្គង់អញ្ចឹងប៉ុន្តែហេតុអីនៅនិយាយយកពេមនុស្សអញ្ចឹងគេហៅមនុស្សលោតមិនរួចពីកិលេសផ្ទាល់ខ្លួនលោតមិនរួចពីលោកធម៌ណាបងប្អូនសង្កេតតិចអញ្ចឹងដឹងថាអូមនុស្សនេះលោតមិនរួចពីលោកធម៌ទេហើយអ្នកដឹកនាំប្រទេសគេឲ្យលោតរួចពីលោកធម៌ណាអត់ចង់បានលៀបអត់ចង់បានយោះអត់ចង់បានសរសើរអត់ចង់បានសុខអីទេមិនងាយរកណាបងប្អូនមិនងាយរកទេបើមិនជាប់លៀបយោះបើមិនជាប់យោះសរសើរបើមិនជាប់សរសើរទេសុខពួកយើងច្បាស់លាស់ថាសំណុំពររដ្ឋាភិបាលដូចពឹងផ្កាយលើមេឃបងប្អូនគណៈបកប្រឆាំងក៏ដូចគ្នាយើងពឹងគណៈបកប្រឆាំងឲ្យកែងាប់បើសំរាំងស៊ីផងមានធម្មធាតុបងប្អូនស្គាល់ធម្មធាតុទេធម្មធាតុធាតុស្អិតពីកំណើតដូចស្ដៅអញ្ចឹងមិនបាច់ចាក់ស្ករដាក់គល់វាទេវាមានធម្មធាតុជាធម្មជាតិល្វីងអញ្ចឹងតែហ្មងធម្មធាតុសំរាំងស៊ីជាមនុស្សដែលមានធម្មធាតុពុតបុតកលិចកលុចនឹងតែហ្មងឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយរួចហើយអត់គេអត់ខ្មាស់ធូតអាណាមិនដឹងអាណាដឹងទៅអញធូតអាមិនដឹងទៀតឧទាហរណ៍ថាសុំទោសគេហើយថាមិនសុំទេពីណាដឹងទៅអញធូតអាមិនដឹងនឹងទៀតអាណាកាត់មុខជាមួយអញហើយពេលយើងទៅនិយាយជាមួយគាត់អញ្ចឹងនិយាយពីមុខស្មើចេះធ្វើមិនដឹងតែហ្មងអាណាមិនខ្ចីដឹងគាត់គិតថាម៉េចទេបើចិត្តមិនដាច់ទេធ្វើស្ដាច់មិនកើតទេបើគ្មានល្បិចកលទេធ្វើនយោបាយអត់កើតទេគាត់គិតអញ្ចឹងអានឹងគេហៅធម្មធាតុពីកំណើតដល់ពេលងាកមកកម្មសខាវិញធម្មធាតុខាងមុខមាត់មិនសូវចេះទេលួចពីគេអីលិចបន្តិចអីកើតបន្តិចអញ្ចឹងទៅយកទៅផ្សាយផ្សំធ្វើរបស់ខ្លួនឯងប៉ិនពលនឹងមុខពលនឹងមាត់នឹងត្មងហើយធម្មធាតុទៀតជាធម្មធាតុទៀតហើយអត់យល់អីទាំងអស់ឧទាហរណ៍ថាអហិង្សាគាត់ប្រើពាក្យថាអហិង្សាប៉ិនគាត់អត់យល់ថាអាមិនទៅអហិង្សាទេអហិង្សារបស់គាត់នឹងទាល់តែយកដុំថ្មទៅគប់ក្បាលគេបានដឹងថាអហិង្សាសម្ដីគាត់សោកសៀតណាលោកឯងយកដីប្រជាប្រដ្ឋយកបានប៉ិនគង់មានថ្ងៃមួយដល់ប្រជាប្រដ្ឋឈ្នះអានឹងលោកឯងម្ដងហើយបងប្អូនពិចារណាមើលគាត់និយាយបងប្អូនស្ដាប់ភាសាគាត់តើតាណាមួយអហិង្សានិយាយចាក់ដោតមកឆ្អែតចុងក្រោយផុតគណៈបកយើងគឺអហិង្សាហើយអ្នកផ្ទះដៃគេផ្ទះដៃប្រើទៅចឹងគាត់អត់ចេះអីទេប្រជាធិបតេយ្យអត់ចេះប្រជាធិបតេយ្យហើយបងប្អូនមើលស្ដាប់គាត់គាត់ថាខ្ញុំដើរបង្រៀនប្រជាប្រដ្ឋ 4-5 ឆ្នាំហើយបងប្អូនស្ដាប់កម្មសខាចេះបើអ្នកចេះណាស្ដាប់កម្មសខាស្ដាប់បានតែម៉េចទេអូខ្ញុំស្ដាប់យល់ហើយយល់ថាម៉េចយល់ថាអ្នកឯងនឹងអត់ចេះអីទាំងអស់យល់តែអញ្ចឹងបើអ្នកអត់ចេះអានឹងបានស្ដាប់គាត់បានបើអ្នកចេះស្ដាប់ទៅអូខ្ញុំដឹងណាដឹងថាម៉េចដឹងថាលោកឯងគ្មានចេះអីទេប៉ិនមុខមាត់ត្មងនេះធម្មធាតុកម្មសខាវ័យប្រស្រាខោទៅទៀតក៏ដោយមិនទម្លាក់ចោលអាធម្មជាតិនឹងទេងាកទៅអ្នកទេសនាធរដូចតែនិយាយក្បាលគង់ដូចគ្នាអញ្ចឹងសិតតែមិនទម្លាក់មកខ្លួនអញ្ចឹងងាប់មកកប៉ាល់ហោះទៅឥណ្ឌានោះបានលុយមកកណោកើតលៀបកើតយោកើតតសើល្បីឈ្មោះទេសតាមរថយន្តហើយយើងទៅថានេះទេសអញ្ចឹងខុសទេសអញ្ចឹងខុសអត់ទៅរួចទេបងប្អូនសំណុំពររដ្ឋាភិបាលក៏ដូចសំណុំពរក្បាលជង្គង់សំណុំពរសំរងស៊ីកម្មសខាក៏ដូចសំណុំពរក្បាលជង្គង់សំណុំពរអង្គការសង្គមស៊ីវិលក៏ដូចសំណុំពរក្បាលជង្គង់សំណុំពរទៅខាងអ្នកធរនេះក៏ដូចសំណុំពរក្បាលជង្គង់អញ្ចឹងសរុបសេចក្តីមកបុកទៅតារៀសទីណាមានមនុស្សល្ងងទីនោះមានការបោកប្រាស់ដើម្បីដេញការបោកប្រាស់ពីសង្គមជាទស្សនៈទៅធ្វើឲ្យមនុស្សមានបញ្ញាស្អីទៅបញ្ញាគឺសមត្ថភាពនៃការវែកញែកឲ្យដឹងខុសដឹងត្រូវមនុស្សតែអត់ដឹងខុសដឹងត្រូវហើយដឹងទៅជាស្អីបងប្អូនវាអត់មានសមត្ថភាពក្នុងការវែកញែកហើយខ្មែរយើងអន់អាហ្នឹងដើម្បីប្រជាធិបតេយ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមអំពាវនាវដល់បងប្អូនដែលមានសិទ្ធិបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាហើយសូមបោះឆ្នោតដោយមានការទទួលខុសត្រូវ
ដែលហៅថាមានការទទួលខុសត្រូវគឺប្រសិនបើបងប្អូនបោះឆ្នោតជ្រើសរើសអ្នកតំណាងខុសវាគឺជាកំហុសរបស់បងប្អូន គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានរូបជួងជាសញ្ញានិងស្ថិតនៅលេខរៀងទី8នៅលើសន្លឹកឆ្នោតសូមបងប្អូនដែលមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាក្នុងនាមជាពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរនិងមានការទទួលខុសត្រូវបងប្អូនត្រូវច្បាស់ក្នុងចិត្តថាបងប្អូនបានតាមដាននិងទទួលព័ត៌មានយ៉ាងល្អិតល្អន់អំពីគណៈបកដែលបងប្អូនបំរុងនឹងបោះឆ្នោតឲ្យមុននឹងសម្រេចចិត្តទម្លាក់សន្លឹកឆ្នោតទៅក្នុងធុងគាំទ្រគណៈបកនយោបាយនោះនេះគឺជាការបោះឆ្នោតដែលមានការទទួលខុសត្រូវសូមអរគុណ